Hello ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះវិលមកជួបខ្ញុំទៀតហើយដែលខ្ញុំលើកឡើងពីការធ្វើការបើកលុយខែមុនសម្រាប់ប្រាប់ពុកម៉ែបងប្អូនឲ្យបានដឹងថាខ្ញុំធ្វើប្រមាណបានប្រមាណសល់ប្រមាណចូលកងប្រមាណហើយនឹងដកបងប៉ុនបងទ្វេពុកម៉ែបងប្អូនដកអស់ប្រមាណអញ្ចឹងហើយកញ្ចឹងកុំឲ្យខាត់ពេលយូរអញ្ចឹងពុកម៉ែបងប្អូនទៅទស្សនាមកខ្ញុំបាទទាំងអស់គ្នាហើយមុននឹងទស្សនាសូមពុកម៉ែបងប្អូនជួយចែករំលែកជួយឲ្យមេដាជួយសុបតក្រែខ្ញុំម្នាក់មួយផងដែលខ្ញុំមានកម្លាំងចិត្តធ្វើបាទអរគុណច្រើនតោះកុំឲ្យចាំយូរទៅលេចក៏មើលវីដេអូរបស់ខ្ញុំស្នាយបណ្ឌិតពីកាក់ខែលុយខែហើយណាពុកម៉ែបងប្អូនហ្នឹងហើយមុនដំបូងយើងនឹងធ្វើគ្រប់មួយខែគឺ22.15 កន្លះគឺគេហៅ22ថ្ងៃកន្លះចុះបងប្អូនបើយើងធ្វើគ្រប់22ថ្ងៃកន្លះគឺយើងទទួលបាន6,225,000យល់ទេបងប្អូនក្នុងមួយខែយើងធ្វើ22ថ្ងៃកន្លះយើងនឹងអាចបានលុយកម្រិតខែនោះគឺ6,225,000គិតជាលុយដុងគឺប្រហែលជា1លានណាបងប្អូន1លានចុះហ្នឹងហើយ1លានរៀលហើយបន្តមកទៀតគឺ15ថ្ងៃកន្លះយើងធ្វើក្នុងកម្រិត15ថ្ងៃកន្លះនេះយើងនឹងបានឈប់មួយថ្ងៃដែលរោងចក្រគេឲ្យយើងឈប់យល់ទេបងប្អូនហ្នឹងហើយ15ថ្ងៃកន្លះយើងធ្វើកម្រិត15ថ្ងៃកន្លះគឺរោងចក្រគេឲ្យយើងឈប់មួយថ្ងៃដោយអត់គិតលុយមិនដកលុយហ្នឹងហើយបន្តមកទៀតនេះហើយគឺជាកាក់ខែដែលខ្ញុំធ្វើ7ថ្ងៃយើងបាន1,794,000គឺគិតទៅគិតបានគឺជាមហាបាន1,000,000ក្បេស7,94,000គិតទៅវាចូលជា10,000 20,000 30,000ចូលប្រហែល30,000លុយខ្មែរពុកម៉ែបងប្អូនខ្ញុំធ្វើបាន7ថ្ងៃគឺលុយដុង1,794,000គឺលុយខ្មែរយើងគឺជិត30,000បាទហើយចុះមកក្រោមទៀតអត់មិនអីទេបងប្អូនគ្មានអីទេអាហ្នឹងមកពីយើងធ្វើមិនក្រាមគ្រប់ខែមិនទាំងគ្រប់ខែយើងគ្មានអីទេហ្នឹងហើយតមកទៀតគឺនេះអានេះតែ2គីឡូទេដែលយើងធ្វើយ៉ាងបានប្រហែលនៅសុទ្ធខ្មានទាំងអស់អានេះក៏ខ្មានដែរពុកម៉ែបងប្អូនខ្មានដែរហ្នឹងយើងធ្វើតែពេញខែ35,961រៀលអានេះគឺកាក់គេជួយសាំងម៉ូតូយើងសម្រាប់ទៅធ្វើការយល់ទេបងប្អូន35,961អាហ្នឹងមកគិតទៅប្រហែលជា5,000 លុយរៀល35,000លុយដុងអានេះ250,000ដុងបើគិតទៅចាស់ជា40,000ណាអានេះគេជួយចំណាយកាក់បន្ទប់ជួលជួយកាក់បន្ទប់ជួល40,000រៀលលុយខ្មែរ250,000ដុងលុយយួនសរុបទាំងអស់គេជួយបាន285,000ដុងទាំងអស់វាគិតទៅឆាយជា40,000កន្លះ45,000លុយខ្មែរពុកម៉ែបងប្អូនបន្តមកទៀតគឺអានេះគេដកពុកម៉ែបងប្អូនអាពីរគេដកអាមួយ248,000ដុងអាមួយ45,000ដុងទាំងអស់វាចូលចិត្ត45,000លុយរៀលលុយខ្មែរយើងពុកម៉ែបងប្អូនតិចខ្ញុំនឹងខែកកុងឲ្យពុកម៉ែបងប្អូនមើលក្នុងទូរស័ព្ទរបស់ខ្ញុំគេតបាញ់មកគឺកុងហ្នឹងលុយហ្នឹងពុកម៉ែបងប្អូនលុយហ្នឹងគេដែលគេតបាញ់មកឲ្យខ្ញុំលុយហ្នឹងតិចខ្ញុំឲ្យបងប្អូនឆែកមើលហ្នឹងហើយ